ជំរាបសួរបងប្អូនទាំងគ្នាឥឡូវថ្ងៃនេះខ្ញុំធ្វើវីដេអូមួយទៀតបងប្អូនយកឃុំនៅដើមក្រោយខ្នងខ្ញុំបងប្អូននៅដើម7អញ្ចឹងចាំមើលតើឃុំហ្នឹងមានក្បាលទឹកប៉ុណ្ណាបងប្អូនណាព្រោះខ្ញុំអត់ដឹងដូចគ្នាយើងមើលពីក្រោមទៅឃើញតែឃុំទេតែយើងអត់ដឹងថាក្បាលទឹកវាប៉ុណ្ណាបងប្អូនបាទពីព្រោះថាថ្ងៃមុននោះខ្ញុំយកនៅដើមម្សៅហើយមើលឃើញដូចគ្នាតែយកមកក្បាលទឹកគួរសមដែរបាទតែចាំមើលមួយសានេះតើយកមកបានទឹកឃុំប៉ុណ្ណាបងប្អូនណាបាទចាំមើលខ្ញុំឲ្យបងប្អូនមើលឃុំតែប្រហែលជាមើលមិនឃើញទេបងប្អូនព្រោះវានៅខ្ពស់ពេកបងប្អូនណាបាទនោះបងប្អូននៅឃុំនៅកន្លែងនេះខ្មៅបងប្អូនណាបាទនៅឯងបងប្អូននៅឃុំបាទឥឡូវកុំឲ្យរងចាំយូរតោះយើងទៅយកទាំងអស់គ្នាបងប្អូនបាទបងប្អូនទាំងគ្នាឥឡូវនេះខ្ញុំនៅលើដើម7បងប្អូនណាលើដើម7ហើយសុំថតអញ្ចឹងឲ្យបងប្អូនមើលបាទឥឡូវយើងបានឃុំហើយបងប្អូននេះឃុំនេះបងប្អូននេះខ្ញុំឡើងមកយកមិញណាឃុំណាបងប្អូនឃើញនៅខាងក្រោមមិញណាបាទឥឡូវនេះខ្ញុំកាត់បានណាហើយខ្ញុំអត់មានពេលថតឲ្យបងប្អូនមើលបន្លែខ្ញុំកាត់ទេព្រោះខ្ពស់ពេកបងប្អូនអញ្ចឹងខ្ញុំការពារហានិភ័យផងដែរអញ្ចឹងខ្ញុំបានកាត់ហើយខ្ញុំយកឲ្យបងប្អូនមើលអញ្ចឹងហើយបងប្អូនណាបាទនេះបងប្អូនខ្ញុំយកឲ្យទុកមេឲ្យបងប្អូនមើលទៀតដើម្បីដឹងថាខ្ញុំយកឃុំប៉ិតប្រកាសមែនណាបងប្អូននេះហើយមួយនេះក្បាលទឹកល្អបងប្អូនអើយនៅខ្ចីល្អណាបងប្អូនបាទនេះគឺជាឃុំប៉ិតបងប្អូនហើយសុទ្ធល្អទេបងប្អូនណាបាទនេះហើយបងប្អូនហើយលើដើម7បងប្អូនណាហ្នឹងហើយបងប្អូនអ្នកគ្នាតោះឥឡូវយើងទៅតាមដានទស្សនានៅក្រោមអ្នកគ្នាទៀតបងប្អូនបាទតោះកុំយើងកំនៅយូរពេកយើងល្ងឹតដែរហើយបាទបងប្អូនអ្នកគ្នាឥឡូវឃុំមិញនៅដើមឥឡូវយកមកដល់ក្រោមបងប្អូនណាបាទយកមកដល់ក្រោមហើយបាទហើយនេះបងប្អូនមើលផ្លាត់ទេតែវាស្អាតបងប្អូនស្អាតមែនតើបាទបងប្អូននេះហើយចងបល័យចងមាត់ចងហើយអស់បងប្អូនបាទកុំភ្លេចបងប្អូនណានេះគឺជាឃុំធម្មជាតិឃុំធម្មជាតិសុទ្ធ 100% បាទធម្មជាតិ 100% បងប្អូនបាទហើយមកក្បាលទឹកគេបងប្អូនបាទទឹកឡើងប៉ុណ្ណាណៃខ្ញុំក្បាលទឹកគេធំបងប្អូនបាទក្បាលទឹកឡើងធំនេះបងប្អូនហើយផ្លាត់នេះនៅខ្ចីល្អមែនតើផ្លាត់នេះនៅខ្ចីល្អបងប្អូនពេញទឹកបាទហើយនេះដើម7បងប្អូនដើម7បាទដើម7បាទហើយបងប្អូនចង់ចេះយកឃុំអីអាចមករៀនពីខ្ញុំបានយកឃុំព្រោះខ្ញុំរៀនយកឃុំតាំងពីតូចមកដល់ធំប៉ុណ្ណេះកាចាស់ប៉ុណ្ណេះនៅអាចយកបានបងប្អូនណាបាទអូខេបងប្អូនដោយបងប្អូនមកឃើញមិនចឹងឥឡូវនេះដល់វគ្គយើងឆ្កឹះមេវាចេញបងប្អូនយើងយកតែសបុកទេបងប្អូនណាយើងយកតែផ្លាត់ហើយនឹងក្បាលទឹកទេមេយើងយកចេញបងប្អូនបាទបើគិតខ្ញុំបើចិត្តខ្ញុំចង់យកទាំងមេទៅដាក់អាចាំងហ្នឹងតែនៅឃើញតែខ្ជិលប្រឡែងវាទៅវិញដើម្បីឲ្យវាទៅរកធ្វើសបុកថ្មីទៀតបងប្អូនបាទតោះឥឡូវកុំឲ្យរងចាំយូរទៅតាមដានការឆ្កឹះមេឃុំចេញទាំងអស់គ្នាបងប្អូនណាអូខេបងប្អូនអរគ្នាឥឡូវយើងឆ្កឹះមេវាចេញឲ្យទៅនេះវិញទៅរកបង្កើតសបុកថ្មីទៅបង្កើតសបុកថ្មីតើបង្កើតសបុកថ្មីមួយទៀតអរគុណដែលបានធ្វើសបុកធ្វើនេះឲ្យខ្ញុំបានធ្វើឆ្នាំណាទៅបង្កើតសបុកថ្មីទៀតចាស់ដល់ណាមនេះទៅបង្កើតសបុកថ្មីយកហើយហើទៅរកកូនព្រៃណាមួយនៅសិនអូខេជួបគ្នាលើក្រោយទៀតណាតើបានហើយទៅបានភ្លឺរកកន្លែងជ្រកអូខេបាទឥឡូវនេះយើងកំពុងតែឆ្កឹះវាចេញបងប្អូនឆ្កឹះឲ្យវារកថ្មីរកទីទួលថ្មីទៀតតែកំណត់ពោះពេកទៅក្រោយណាហើយនៅទីទៀតតិចមកត្រង់អីនេះពោះពេកអញបាក់ឡើងបាទថតបាទខ្ញុំភ្លេចបងប្រាប់បងប្អូនដល់គ្នាមិញខ្ញុំឡើងទៅមិញមានតែច្រាំងទេបងប្អូនដើមមានស្រាំងទេអាសាមុនមានអមាល់អាសានេះមានស្រាំងបងប្អូនចាញ់ឲ្យបងប្អូនឃើញបានឃើញថាបុកស្រាំងមិនបុកស្រាំងនៅលើហ្នឹងមក2 3សំបុកទេបងប្អូនអើយវិធានដែរណាអញ្ចឹងបងប្អូនដែលយកឃុំហ្នឹងគួរតែប្រយ័ត្នមុននឹងឡើងយកឃុំយើងមើលផងថាមានស្រាំងមានអមាល់មានអីនៅហ្នឹងអត់ពីព្រោះតែមិនចង់ទេយើងរត់ចុះយកតាន់ទេបាទអញ្ចឹងយើងមុននឹងយើងនេះយើងឆែកមើលដើមទៅបាយបាយទៅរកសំបុកថ្មីបងប្អូនកូនចៅតោះនេះបងប្អូននេះស្រាំងមកកូនសំបុកហើយនៅអាធំទៀតអាធំយកអត់បេះទេព្រោះវានៅឆ្ងាយនេះបានមកសំបុកមិញបាទបងប្អូនអ្នកគ្នានេះឃុំដែលខ្ញុំឆ្កឹះវាចុះមិញណាឥឡូវនេះខ្ញុំកំពុងតែឲ្យវាហើចេញបងប្អូនហើចេញ
តទៅរមែកឈើបងប្អូនបាទនេះឥឡូវយើងឆ្កឹះហើយបាទនេះយើងឆ្កឹះវាអញ្ចឹងទៅដើម្បីឲ្យវាទៅធ្វើសបុកថ្មីបងប្អូនពីព្រោះថាបើយើងសម្រាប់មេវាអត់បានអីយើងខាតប្រយោជន៍ធំអញ្ចឹងយើងទុកទៅថ្ងៃក្រោយវាទៅធ្វើសបុកថ្មីទៀតយើងអាចជួបឬអាចប្រទះឃើញយើងបានវាធ្វើឆ្នាំទៀតអញ្ចឹងណាបាទហ្នឹងហើយបងប្អូនទាំងគ្នាឥឡូវនេះបើសិនជាបងប្អូនពេញចិត្តនឹងការធ្វើវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយ like ជួយ follow ម្នាក់មួយផងបងប្អូនណាបាទហើយនឹងជួយឲ្យបេះដូងម្នាក់មួយផងជាពិសេសជួយ share បងប្អូនណាជួយ share បាទអរគុណច្រើនសម្រាប់ការឆ្លៃរាប់អានពីបងប្អូនទាំងគ្នាអរគុណអូខេបងប្អូនទាំងគ្នាឥឡូវមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយកុំភ្លេច share like follow page ម្នាក់មួយផងបងប្អូនណាបាទជួយលើកទឹកចិត្តខ្ញុំនឹងមានវីដេអូសម្រាប់យកឃុំឬក៏យកអីផ្សេងៗទៀតជូនបងប្អូនទាំងគ្នាទស្សនាបាយបាយ